រៀបសួរបងប្អូនទាំងអស់គ្នាថ្ងៃអាទិត្យអញ្ចឹងណាបងប្អូនមានដំណើរកម្សាន្តទៅណាចំណែកឯខ្ញុំវិញគឺខ្ញុំទៅលេងនៅវត្តត្រាហើយទៅជាមួយនឹងបងប្អូនគឺខ្ញុំដល់លេងថ្ងៃនេះបងប្អូនគឺសេវលុយខ្លាំងមែនតែនគឺចេញអត់តែម្នាក់5000រៀលចំនួន25000ហ្នឹងណាបានទាំងមាន់ស្ងោបានទាំងប្រហុតហើយនឹងទឹកក្រូចដបធំទៀតទឹកក្រូចដបធំនោះគ្នា5នាក់ឯងញ៉ាំអត់អស់ទេបងប្អូនហើយហេតុតែចង់ផ្លាស់ប្ដូរអារម្មណ៍មកអត់យកចានទៅទេចានមានប៉ុន្តែចង់ដាក់លឹកចេកញ៉ាំគឺថាប្លែកទាំងបរិយាកាសប្លែកទាំងការហូបចុកទៀតបងប្អូនមើលទៅដឹងហើយនេះបងប្អូនមកស្ងោចំនួនក្បាលគឺកាត់ជាចម្រៀកដែលឲ្យឆាប់ឆ្អិនកន្លែងហ្នឹងបងប្អូននៅរៀនរងថ្ងៃទឹកគឺថាភ្ញៀវច្រើនមែនតើតែបងប្អូនរៀនក្រទៅតិចដឹងតែអត់កន្លែងអង្គុយហើយចូលលើគោក៏មានចូលនៅក្នុងទឹកក៏មានដែរបើសិនជាបងប្អូនឆាប់មកអាចបានអង្គុយកញ្ចុះក្នុងទឹកតែបរៀងក្រមកយូរបន្តិចគឺអង្គុយកញ្ចុះលើគោកហើយបើសិនជាក្រមកកម្រិតទៀតណាដឹងតែអត់អង្គុយហើយទឹកខ្ទង់ម៉ោង2ឬក៏ម៉ោង2ជាងអីគឺអត់មានកន្លែងអង្គុយទេគឺពេញមិនថាថ្ងៃអាទិត្យទេសូម្បីថ្ងៃច័ន្ទថ្ងៃធម្មតាថ្ងៃក៏មិនចង់មានកន្លែងអង្គុយដែរបងប្អូនទៅរៀងក្រទៅបន្តិចដឹងតែអត់កន្លែងអង្គុយហើយគឺថាមានមនុស្សរាល់ថ្ងៃហ្មងបងប្អូនហើយបងប្អូនគួរតែសាកទៅម្ដងទៅលេងម្ដងថាដល់ពេលទៅនឹងធ្វើឲ្យអារម្មណ៍របស់យើងនឹងគឺវា fresh ស្រស់ស្រាយសម្រាប់តែអ្នកការຕົកអីក៏អាចរំសាយຕົកខ្លះបានដែរឥឡូវបាយមកមើលមកស្ងើយើងវិញគឺថាដាក់យកហើយអត់មានចាំបកាទេអូយ admit ថតទៅវិញអញដឹងតែអស់ហើយតែថតយូរតិចទៀតដឹងតែអស់ហើយទៅជីក្រុមចាសុបាយទេបងប្អូនហើយសេលលុយទៀតបើយើងទិញគេនៅណោះប្រកាសជាអស់លុយច្រើនហើយលុយអត់គ្រប់ទេអញ្ចឹងហើយយើងក៏ធ្វើវិចពីផ្ទះទៅដើម្បីសេលលុយហើយចំណេញញ៉ាំបានច្រើនទៀតកន្លែងហ្នឹងបងប្អូនយើងអាចវិចបាយវិចម្ហូបអីទៅបានតែភេសជ្ជៈគេហាមមិនឲ្យវិចចូលទេហើយបើសិនជាបងប្អូនចង់ជិះទូកឬក៏ជិះទីអីគឺថា free បងប្អូនយើងជួលតែអាវប៉ោងគេអស់តែម្នាក់3000ទេប៉ុន្តែខ្ញុំអត់បានជិះអីទេគឺថាខ្ញុំអត់ហ៊ានទេពួកអីខ្ញុំអត់ចេះហាលទឹកចង់ជិះទូកខ្លាំងប៉ុន្តែដោយសារតែអត់ចេះហាលទឹកក៏អត់ហ៊ានទឹកក៏សម្រេចចិត្តថាអត់តែម្ដងទៅបាទមើលសាច់មាន់យើងវិញអូយទូឯប្រុសយើងថាដាក់ចូលមាត់ហើយអូយជាតិមែនតែនចាយសាច់ឡើងទឹកគាត់អង្គុយក្រៀមស្អឹងក្រៀមជើងមាន់ចំណែកខ្ញុំវិញគឺថាដាក់ឲ្យពេញមាត់តែម្ដងហើយបាយហ្នឹងបងប្អូននៅក្នុងថង់ហ្នឹងប្លែកទាំងអស់តែម្ដងធ្វើអារម្មណ៍យើងប្លែកតែថារកដងញ៉ាំចាស់រាល់ថ្ងៃទៅពេលឥឡូវចង់ញ៉ាំនឹងស្លឹកចេកនឹងថង់អីម្ដងគឺថាដាក់យកញាត់មាត់ទាំងពេញហ្មងហើយអត់បានថតទេសភាពអីជូនបងប្អូនមើលទេគាត់ទៅចុះពីលើម៉ូតូភ្លាមក៏ដាក់ចុះមករៀបចំញ៉ាំតែម្ដងរៀងហេវដែរបងប្អូនចានេះនៅចុងបញ្ចប់បងប្អូនប្រហិតមួយចានបិទគូតមុនឡើងម៉ូតូមកផ្ទះហើយសូមអរគុណបងប្អូនទាំងអស់គ្នាជូនពរឲ្យសំណាងល្អសុខភាពល្អបាយបាយ